បងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងតមកវីដេអូផុសលើកមុនដល់ចំណុចអត្ថបទយើងបន្តទៀត Mistakes are okay កំហុសមិនមែនជាបញ្ហាឬក៏មិនអីទេ They help you learn វាជួយឲ្យយើងបានចេះ So don't be afraid ហើយកុំខ្លាចអី Speak English every day និយាយភាសាអង់គ្លេសរាល់ថ្ងៃទៅកន្លែងនេះយើងបកពី speak English every day ទៅលើក៏បានដែរយើងថាគុំដូច្នេះគុំបារម្ភអីគុំខ្លាចអីការនិយាយយើងនិយាយភាសាអង់គ្លេសរាល់ថ្ងៃទៅកំហុសគឺវាមិនជាបញ្ហាទេវាជួយឲ្យយើងបានចេះទេ Okay then another tip is to read ហើយ tip មួយទៀតនោះគឺអាន reading is a good way to learn ការអានគឺជាមធ្យោបាយល្អៗក្នុងការសិក្សាផងដែរ You can start with simple books អ្នកអាចចាប់ផ្ដើមអានជាសៀវភៅលក្ខណៈសាមញ្ញ They help you learn. So, don't be afraid. Speak English every day. Another tip is to read. Reading is a good way to learn. You can start with simple books. Books withកន្លែងនេះbooks with pictures are great សៀវភៅដែលអមជាមួយរូបភាពក៏ល្អម្យ៉ាងដែរ They help you understand the story វាជួយឲ្យយើងយល់លើសាច់រឿង As you read you learn new words ពេលអ្នកបានអានអ្នកចេះនៅពាក្យថ្មីៗ You also learn how to use them in sentences អ្នកចេះប្រើឬក៏ថាចេះពីរបៀបប្រើប្រាស់វានៅក្នុងប្រយោគផងដែរ Once I read a story about a cat មានម្ដងកន្លែងនេះថាម្ដងប៉ុន្តែនិយាយថាមានម្ដងខ្ញុំបានអាននៅសាច់រឿងមួយដែលនិយាយអំពីឆ្មាមួយក្បាល Pictures are great. They help you understand the story. As you read, you learn new words. You also learn how to use them in sentences. Once, I read a story about a cat. The cat was lost. ដែលចំណងជើងហ្នឹងគឺ The cat was lost គឺឆ្មាមួយក្បាលដែលបានបាត់ខ្លួន It was a simple story វាជាសាច់រឿងសាមញ្ញមួយ But I loved it ហើយប៉ុន្តែខ្ញុំពេញចិត្តវា I learned many new words from that story ខ្ញុំបានចេះពាក្យថ្មីៗជាច្រើនពីសាច់រឿងនោះ The more I read the better my English became ខ្ញុំអានបានកាន់តែច្រើនភាសាអង់គ្លេសរបស់ខ្ញុំក៏កាន់តែប្រសើរមក So read it as much as you can ដូច្នេះអានឲ្យបានច្រើនតាមតែអ្នកអាច It will help you a lot វានឹងជួយអ្នកបានច្រើន It was a simple story, but I loved it. I learned many new words from that story. The more I read, the better my English became. So, read as much as you can. It will help you a lot. Writing is also important ការសរសេរក៏មានសារៈសំខាន់ផងដែរ When you write you use the words you know ពេលអ្នកសរសេរអ្នកប្រើពាក្យនៅពាក្យដែលអ្នកចេះ you learn to put them together អ្នកចេះរៀបវាចូលគ្នាមានន័យថាដាក់វាចូលគ្នាប្រកបចូលគ្នាឬក៏បង្កើតជាទម្រង់ជាមួយគ្នា Start by writing small things ចាប់ផ្ដើមដោយសរសេរអ្វីតូច Write about your day សរសេរពីសកម្មភាពប្រចាំថ្ងៃរបស់យើងឬក៏របស់អ្នក Write about your family សរសេរពីគ្រួសាររបស់អ្នក Write anything you like និងសរសេរពីអ្វីៗដែលអ្នកចូលចិត្តចាសសូមអរគុណនិងជួបគ្នានៅវីដេអូពេលក្រោយទៀតសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តក៏ដូចជារីករាយនឹងទស្សនាវីដេអូរបស់ខ្ញុំ